យើងមកហ៊ានមើលអត្ថបទនៅទំព័រទី115នៅសៀវភៅ New Headway Elementary 5th edition នៅ Unit 11 យើងតពីអត្ថបទមុនដែលយើងនិយាយពី Castellers នៅប្រទេសអេស្ប៉ាញនៅទីក្រុងCatalonia គឺថា everyone is important បាទគ្រប់គ្នាគឺសំខាន់ important Mariona 8 became an Enchaneta Mariona គឺអាយុ8ឆ្នាំបានក្លាយទៅជា Enchaneta គឺជាក្មេងស្រីដែលឡើងទៅដល់កំពូល top of the people tower ហ្នឹងនៅកីឡារបស់គេហ្នឹងអត្ថបទមុនយើងបាននិយាយគ្នាហើយEnchaneta ហ្នឹងថាពីណាគេឡើងដល់កំពូលហ្នឹងអាហ្នឹងគេហៅថា Enchaneta ខ្មែរយើងអត់មានពាក្យហ្នឹងឯងឬក៏គេហៅថា rider when she was 5តាំងពីគាត់អាយុ5ឆ្នាំមានថាគាត់ធ្វើជាបានក្លាយទៅជា Enchaneta ហ្នឹងតាំងពីអាយុ5ឆ្នាំបាទ She likes drawing, eating pasta and climbing មានថាគាត់ចូលចិត្តគូគំនូគូអីហ្នឹង drawing eating pasta ចូលចិត្តញ៉ាំ pasta ហើយនឹងចូលចិត្តឡើងបាទគឺចូលចិត្តshe's never afraid គាត់អត់ខ្លាចទេអត់ដែលខ្លាចទេពេលគាត់ឡើង she has amazingly cold blood ពាក្យ cold blood គឺជា idiom បាទcold blood គឺយើងអាចប្រើថាជាមនុស្សដែលខូខើឈាមត្រជាក់អញ្ចឹងណាសម្រាប់គេអត់មានស្ដាយខអីឬក៏ធ្វើអីមួយខូខើហើយអត់មានការស្ដាយខអីអញ្ចឹងណាគេហៅថា cold blood តែកន្លែងនេះអត្ថន័យរបស់គេមិនអញ្ចឹងឯងគឺមានថាគាត់អត់ចេះខ្លាចអីទេបាទមានថាគាត់អត់អារម្មណ៍គាត់ឡើងដល់កំពូលអានេះគឺនិយាយពីអារម្មណ៍ top នៃកំពូលនៃប៉មហ្នឹងជាង10ម៉ែត្រហ្នឹងក៏គាត់អត់មានភ័យខ្លាចដែរ cold blood បាទអត់ញ័រជើងអត់អីចឹងណាគេចង់និយាយពីអារម្មណ៍របស់គាត់ her father says ឪពុករបស់គាត់និយាយបែបហ្នឹងបាទថាកូនគាត់ចេះខ្លាចទេគាត់និយាយអញ្ចឹង that's not true for him បាទហើយគាត់ថាវាមិនមែនជាការពិតទេសម្រាប់គាត់បាទសម្រាប់ឪពុកគាត់ហ្នឹង he cries every time his daughters claim កូនស្រីរបស់គាត់ពីរនាក់ធ្វើជា Enchaneta ទាំងពីរគាត់តែងតែស្រែក cry ឡើយនេះគឺមានយំឯងគឺស្រែកគាត់តែងតែស្រែកភ័យខ្លាចអញ្ចឹងណាគ្រប់ពេលដែលកូនស្រីទាំងពីររបស់គាត់ឡើង in one competition ក្នុងការប្រកួតមួយ the tower fell twice គឺប៉មរបស់កូនគាត់ឡើងហ្នឹងគឺដួល2ដងបាទរលំ2ដង Mariona could get to the top អូខេ Mariona គឺអាចឡើងទៅដល់កំពូល her father ran to her and found her crying ឪពុករបស់គាត់គឺបានរត់ទៅហើយហៅគាត់ឃើញគាត់យំ I'm not crying because I'm hurt I'm crying because I'm angry she shouted គាត់បានស្រែកប្រាប់ពុកគាត់ថាខ្ញុំយំមិនមែនដោយសារតែខ្ញុំឈឺទេបាទគឺខ្ញុំយំដោយសារតែខ្ញុំខឹងបាទពេលដែលដួលហ្នឹងធ្លាក់លំហ្នឹងគឺកូនគាត់ឡើងដល់ top ហើយចឹងឪពុកគាត់ហត់ទៅហោ her 600 teammates ក្រុមការងារ600នាក់របស់នាង heard her បានឮនាងនិយាយបែបហ្នឹង and decided to have one more go ហើយក៏សម្រេចថាអូតោះធ្វើម្ដងទៀតបាទ and Mariona got to the top ហើយ Mariona គឺគាត់ឡើងដល់កំពូលអានេះកូនស្រីដែលកូនច្បងរបស់គាត់កូនស្រីបងហើយកូនស្រីបន្ទាប់ហ្នឹងគឺឥឡូវហ្នឹងកំពុងតែលេងកីឡា Casteller ហ្នឹងបាទអានេះគឺនិយាយពីប្រវត្តិកូនស្រី Mariona អូខេ Carla គឺឥឡូវហ្នឹងគាត់ជា Enchaneta បាទ
Customers បាទ customers ហ្នឹងបាទ show that គឺបានបង្ហាញថា every single កីឡានេះកីឡា castle នេះគឺបានបង្ហាញថាគ្រប់គ្នា every single person គ្រប់គ្នា in the community នៅក្នុងក្រុម has an important role to play គឺមានថាមានបាទតួនាទីសំខាន់បាទក្នុងការលេងមានថាដើរតួនាទីសំខាន់គ្រប់គ្នាបាទក្នុងក្រុមរបស់គាត់ហ្នឹង The big strong men at the bottom are no more important than the women and boys in the middle មានថាមនុស្សប្រុសដែលមានមាឌមាំធំបាទរឹងមាំនៅខាងក្រោមហ្នឹងគឺក៏មិនសំខាន់បាទជាងស្ត្រីបាទនិងក្មេងប្រុសនៅកណ្ដាលដែរបាទ and they can't win without the little girl at the top ហើយពួកគេក៏អាចឈ្នះដែរដល់បើសិនជាគ្មានក្មេងស្រីដែលតូចជាងគេនៅកំពូលអញ្ចឹងកូនស្រីទាំងពីរប្រពន្ធហ្នឹងគឺលេងកីឡាហ្នឹងកីឡា casteller ហ្នឹងគឺគាត់ជាក្មេងស្រីដែលតូចជាងគេអញ្ចឹងគេឲ្យគាត់ធ្វើជា ancienta highest and best បាទខ្ពស់បំផុតហើយល្អបំផុតគេថា the winning tower isn't always the highest មានថា tower ដែលឈ្នះគឺមិនតែងតែខ្ពស់ជាងគេឲ្យតែខ្ពស់ឈ្នះទេ It also depends on how complicated they are វាអាស្រ័យទៅលើថាតើក្រុមរបស់គេហ្នឹងមើលទៅសាក់គ្នាស្មុគស្មាញកម្រិតណា Color នេះបងអូនស្រី Mariona ណា claimed the highest and most complicated tower of the day in her first competition but Color គឺបានឡើងទៅដល់កន្លែងខ្ពស់បំផុតនៃប៉មក្រុមរបស់គាត់ហ្នឹងហើយគឺ tower របស់គាត់ហ្នឹងគឺ complicated បំផុតបាទនៅថ្ងៃដែលគាត់បានចូលរួមប្រកួតលើកដំបូងហ្នឹងបាទ first competition The Villa Franca team ក្រុមដែលមកពីទីក្រុង Villa Franca ហ្នឹងគឺ World Champions គឺបានទទួលពានលេខ1បាទហ្នឹងហើយបានឈ្នះពាន Mariona is getting bigger ហើយបងស្រីនេះ Mariona ហ្នឹងបង Color ហ្នឹងគឺឥឡូវហ្នឹងកាន់តែធំហើយ and knows she can't be an Anzanita for much longer ហើយគាត់នឹងមិនអាចធ្វើជា Anzanita បានទៀតទេបើសិនគាត់ធំហើយគីឡូគាត់ឡើងអញ្ចឹងណា She's going to start គាត់នឹងបាទនេះគម្រោងគាត់នឹងចាប់ផ្ដើមទៅហាត់ gymnastics គឺហាត់ soon គាត់នឹងហាត់យករៀងឬក៏ហាត់យកគីឡូវិញអញ្ចឹងណា Is she afraid of anything សំណួរគេសួរថាតើគាត់មានខ្លាចអីអត់ She thinks for a moment គាត់គិតបន្តិច Yeah Getting bad grades at school គាត់និយាយថាបានលទ្ធផលអត់ល្អនៅសាលាបាទអូខេហ្នឹងហើយចឹងអត្ថបទហ្នឹងគឺមានប៉ុណ្្នឹងឯងបាទអរគុណ